Ồ hôi khơi tha bộ pu em xem mà ôi nhẹ sạch băng phôn nhẹ sạch băng phôn bà anh ấy là sao chmol dương ạt bộ mô bắt đóng và khơi pong lằng tràn tay mà đòn mơ video ní ai đã chấp và sân ba băng phôn trong bằng cát thì cơm sò cồn tràn đôi khi nhổmสุดท้ายบางคนนักเนี่ยบ่าวิดีโอนี้ขยมหนึ่งหมกเวอร์การบังห้างอัมพีการบังการไตรเกรมระบบขยมจูนบางคนตีท้ายไอ้วิดีโอนี้ขยมหนึ่งเชี่ยมทัวร์ไอ้การไตรลมอัดจูนบางคนแต่เมื่อบางคนเมื่อtớiงี้สรัวยุลหนึ่งงี้สรัวทัวร์ตามให้หนึ่งการบังการนั้นตัวบานจกใจบานพอจานต่างออกเนี่ยไอ้แล้วนี่ขยมมองบางห้างบางคนอัมพีการไทยตัวไม่บ้ามุนหนึ่งยังจับดามดับบังการการไทยตัวเมบานี่คือมีสาระสำคัญนะบางคนบ่าการได้ยังไทยเมบามีสุขภาพละอ้อเมมีนปองจานเนื้อเปื่อยได้ยังบังการนั้นก็ยังตัวบานพอจานตามนังได้บางคนจำพวกการไทยตัวคือขยมดะเมบานนองกระดงมวยมวยเรียงเรียงคล้วนบางคนการบางปอนจำไหนคือยมดะมาประจำทั้งไงvà thầyระยะពេលដែលខ្ញុំថែហ្នឹងយើងមើលទៅតាមទំហំមេបាដែរដូចមេនេះគឺខ្ញុំថែតាំងពីទូចបាទគិតទៅវាចូលចិត្តមួយខែបងប្អូនបាទឥឡូវនេះគឺធំល្អពោះឡើងប៉ោងហើយមុំនឹងដាក់បង្កាត់ហើយឈ្មោលក៏ឃើញថាមានទំហំសមល្មមជាមួយនឹងមេមានការធ្វើពពុះបាទមានការអួតបានល្អអញ្ចឹងការថែទាំនិងការជ្រើសរើសមេបាមុនដាក់បង្កាត់នេះគឺសារៈសំខាន់គឺដើម្បីឲ្យពងរបស់យើងទទួលបានផលច្រើនពងច្រើនកូនច្រើនតាមនឹងដែរបងប្អូនឥឡូវនេះខ្ញុំមកបង្ហាញបងប្អូនអំពីការរៀបចំធុងបង្កាត់បាទក្រោយពីបានថែមេបារួចរាល់មកបាទឥឡូវនេះគឺខ្ញុំបង្កាត់នៅក្នុងធុងតូចល្មមជាមុនសិនបងប្អូននេះគឺជា style របស់ខ្ញុំហើយខ្ញុំធ្វើកន្លងមកឃើញថាធ្វើបែបនេះវាបាននៅសល់កូនច្រើនបាទហើយធុងនេះទូចល្មមឯងបងប្អូនបាទប្រព័ន្ធធុង Spetero ប៉ុន្តែអាຂະຫນាតពាក់កណ្ដាលបងប្អូនខ្ញុំដាក់ទឹកកម្ពស់ប្រមាណ1ចង្អុលដៃបាទបន្ទាប់មកខ្ញុំនេះដាក់អំបិលក្របបងប្អូនអំបិលគ្រួសយើងបាទដាក់មិនតិចទៅបងប្អូនហើយអ្វីដែលមិនអាចខ្វះបានបងប្អូនណាស្លឹកឆាត់ចាស់ស្ងួតបាទស្លឹកនេះបើបងប្អូនរើសមកទុកកន្លះខែទៅមួយខែបាទមិនហាលថ្ងៃអីទេគឺទុកទៅគឺស្រួយញោកបាទស្រួលប្រើតែម្ដងបងប្អូនយើងកូរអញ្ចឹងមកហើយជាបន្ទាប់ទៀតបងប្អូនមានសារាយដាក់សារាយមានចកដាក់ចកបាទតែខ្ញុំនេះខ្ញុំមានសារាយតិចតួចដែរបាទអញ្ចឹងយើងដាក់សារាយទៅវាជួយកូនត្រីតោងនៅពេលដែលវាញាស់ដំបងបងប្អូនបាទហើយបើឲ្យល្អទុកមួយថ្ងៃចោលចាំយើងយកមកប្រើបងប្អូនបាទហើយដោយខ្ញុំនឹងធ្វើវីដេអូបន្តជូនបងប្អូនគឺនឹងដាក់ត្រីចូលបង្កាត់បន្តិចនេះទៀតនេះតែម្ដងអញ្ចឹងទឹកវានៅរាងសបើសិនជាបងប្អូនធ្វើតាមដំណើរមួយ step ទៅមួយ step ទុកមួយថ្ងៃសិនណាឲ្យស្លឹកឆាត់វាចេញជាតិសិនអញ្ចឹងណាបងប្អូនបងប្អូនកំពុងតែឆ្ងល់ហើយមែនទេបង្កាត់ត្រីក្រិមបែបម៉េចទៅដាក់មេនៅក្នុងដបជ័រកដាលធុងអញ្ចឹងហើយពួកវាបង្កាត់គ្នាកើតដែរឬបាទមិនទាន់ដល់ដំណាក់កាលបង្កាត់ទេបងប្អូននេះគឺយើងហៅថាធៀបមេបាបាទគឺយើងឲ្យវាឃើញគ្នាប៉ុន្តែមិនទាន់ជួបគ្នាដោយផ្ទាល់នោះទេបាទនៅកណ្ដាលធុងនេះគឺជាដបជ័រដបទឹកសុទ្ធយើងបងប្អូនបាទខ្ញុំដាក់មេនៅក្នុងដបជ័រកណ្ដាលធុងនេះដាក់ឈ្មោលនៅក្នុងធុងបង្កាត់របស់យើងបាទអត្ថប្រយោជន៍ការធៀបមេបានេះគឺទី1បាទការពារមេនិងឈ្មោលកុំឲ្យខាំគ្នារបួសខ្លាំងបាទជាទូទៅគឺឈ្មោលកាចណាបងប្អូនបាទស្ទៀវតែម្ដងហើយមេយើងបើវាស្ទៀវដែរវាអាចនឹងខំជាមួយឈ្មោលទៅវិញទៅមករបួសទាំងសងខាងហើយបើសិនជាមេមិនទៅស្ទៀវឈ្មោលនឹងខំអាចងាប់ក៏មានដែរបងប្អូនអញ្ចឹងហើយវាធ្វើឲ្យការបង្កាត់របស់យើងអត់បានជោគជ័យទេហើយមួយទៀតនោះគឺការដែលយើងឲ្យឈ្មោលហ្នឹងអាចស្គាល់កន្លែងបង្កាត់បាទយើងទៅចាប់មកដាក់កន្លែងថ្មីបងប្អូនឲ្យវាស្គាល់កន្លែងសិនបន្ទាប់ពីវាបានស្គាល់កន្លែងវាដឹងថាអូយើងកំពុងតែចាប់វាដាក់ឲ្យស្នេហាជាមួយមេហើយអញ្ចឹងវានឹងចាប់ផ្ដើមធ្វើសបុកពពុះបងប្អូនបាទហើយតើតើនឹងការដាក់ធៀបនេះគឺខ្ញុំជាទូទៅខ្ញុំដាក់មួយថ្ងៃបងប្អូនបាទជា style របស់ខ្ញុំ
បាទហើយក្នុងអំឡុងពេលនេះគឺយើងដាក់ចំណីឲ្យពួកវាជាធម្មតាបាទខ្ញុំដាក់យ៉ាងច្រើនដែរបាទអំពន់កម្លាំងបាទមុននឹងធ្វើប្រតិបត្តិការបាទហើយណាមួយក្រោយពីវាគៀបបានពងហើយគឺយើងផ្អាកដាក់ចំណីឲ្យវាហើយអញ្ចឹងដាក់ឲ្យវាស៊ីឲ្យឆ្អែតមុនដាក់បង្កាត់តែម្ដងទៅបាទឥឡូវនេះការរៀបចំធៀបបាទបានរួចរាល់ជំហានបន្ទាប់គឺបាទគ្របធុងបងប្អូនគ្របទៅបាទទុកប្រហោងបន្តិចបានហើយបងប្អូនហើយទុកវាចោលទៅ24ម៉ោងបាទមួយថ្ងៃបន្ទាប់ទៅខ្ញុំប្រឡែងមេឲ្យចូលបង្កាត់ជាមួយឈ្មោលឥឡូវនេះខ្ញុំមកបង្ហាញពីទីតាំងដែលខ្ញុំដាក់បង្កាត់បាទគឺនៅលើដំបូលផ្ទះបងប្អូនបាទក្រោមប៉ាងអាស័យបាទហើយខ្ញុំដាក់នៅចំកណ្ដាលរោងតែម្ដងបាទបងប្អូននេះជំហានខាងឆ្វេងបាទជំហានខាងស្ដាំបាទនិយាយឲ្យត្រង់ទៅបាទបទពិសោធន៍កន្លងមកប្រកាសនៅក្នុងផ្ទះហើយនឹងប្រកាសនៅលើដបូលប៉ុន្តែយើងដាក់ឲ្យនៅកណ្ដាលកុំឲ្យវាត្រូវក្តៅត្រូវអីបងប្អូននៅលើដបូលនេះបានផលច្រើនជាងកូនត្រីញាស់មកដូចវាសុខភាពល្អជាងបងប្អូនហើយប្រកាសក៏ឆាប់បានគៀបពងដែរអានេះបទពិសោធន៍ផ្ទាល់ខ្លួនទេបងប្អូនចំពោះបងប្អូនធ្លាប់ដកពិសោធន៍ទៅឃើញយ៉ាងម៉េចយ៉ាងម៉ាជួយខមមិនប្រាប់ខ្ញុំវិញផងបើសម្រាប់ខ្ញុំសាកហើយបាទខ្លាចវាក្តៅយកទៅប្រកាត់នៅក្នុងបន្ទប់ក្នុងអីប៉ុន្តែមិនសូវចង់គៀបបាទហើយកែនលោខ្យល់អាកាសមិនសូវស្រស់ស្រាយក៏មិនដឹងបាទអញ្ចឹងបានខ្ញុំចង់បង្ហាញបងប្អូនពីទីតាំងបាទបញ្ជាក់បន្ថែមទៀតបាទរបៀបដែលខ្ញុំធ្វើមួយថ្ងៃបានកន្លងផុតទៅហើយបងប្អូនមិនដឹងជាមេបាយើងដាក់ធៀបហ្នឹងទៅជាយ៉ាងណាទេបាទហើយបន្តិចទៀតនេះខ្ញុំនឹងបង្ហាញបងប្អូននៅធុងបង្កាត់ដែលខ្ញុំបានដាក់ធៀបមេបាកាលពីម្សិលមិញហ្នឹងតើវាទៅជាយ៉ាងណាហើយចង់បញ្ជាក់ជូនបងប្អូនថាក្រោយពីយើងបានធៀបមេបាបាទគួរតែប្រឡែងមេចូលទៅក្នុងធុងបង្កាត់ឲ្យជួបផ្ទាល់ជាមួយឈ្មោលហ្នឹងគឺធ្វើឡើងនៅពេលយប់បាទមេចាប់ដើមងងឹតបងប្អូនអាចចាប់ដើមប្រឡែងបានកុំយប់ជ្រៅពេកបងប្អូនបាទដូចខ្ញុំឥឡូវនេះគឺក៏ដោយសារតែការងាររវល់ទេម៉ោង8យប់ហើយមកថតអាប់ដេតបន្តជូនបងប្អូនអញ្ចឹងតោះទៅទស្សនាថាតើយ៉ាងម៉េចយ៉ាងម៉ាហើយគូធៀបរបស់យើងបាទឃើញថាខុសពីការបកស្រាយបាត់ហើយឆ្វោលអត់មានធ្វើពពុះអីលីងបងប្អូនហើយបាទស្អាតចេះណាទៅជាមេអ្នកធ្វើពពុះវិញប៉ុន្តែវាជារឿងធម្មតាបងប្អូនបាទខ្លះក៏ធ្វើពពុះសម្បុកបានល្អខ្លះក៏អត់តាន់បាទដល់ពេលវេលាកំណត់ហើយបាទមិនអាចរងចាំបានទេនេះមេឡើងកពីងបងប្អូនអើយបាទដាក់បង្កាត់យកតែម្ដងទៅកុំខ្វាយខ្វល់ច្រើនបាទចាំអ៊ុតលទ្ធផលថ្ងៃស្អែកបន្តទៀតបាទឥឡូវនេះចាប់ផ្ដើមបង្កាត់ហើយបងប្អូនបាទហើយចង់បញ្ជាក់បងប្អូនថាចាប់ពីពេលនេះតទៅគឺអត់ដាក់ចំណីទេណាបងប្អូនណាផ្អាកដាក់ចំណីសិនបាទហើយត្រូវដាក់ចំណីនៅពេលណាចាំវគ្គបន្តទៀតខ្ញុំនឹងប្រាប់បងប្អូនថាពេលណាដែលត្រូវចាប់ដើមដាក់បាទឥឡូវនេះគឺយើងផ្អាកដាក់ចំណីហើយបាទឥឡូវនេះមេបាបានចូលទៅក្នុងធុងរួមគ្នាដើម្បីចាប់ដើមបង្កាត់បាទជាទូទៅនៅថ្ងៃស្អែកបាទពួកវានឹងចាប់ដើមបង្កាត់គ្នាពេលខ្លះក៏អាចរហូតដល់ថ្ងៃខាងស្អែកបាទដាក់បង្កាត់2ថ្ងៃបានគៀបក៏មានបាទហើយបើសិនជាដាក់នៅជាមួយគ្នា3ថ្ងៃហើយនៅតែមិនគៀបទៀតមានន័យថាអត់ត្រូវរើគ្នាទេបងប្អូនចាប់មេចាប់បាចេញបាទអាចផ្លាស់ប្ដូរគូបង្កាត់ឬក៏ថែទាំឡើងវិញបាទឥឡូវនេះបាទគ្រប់ធុងមកដូចដើមវិញរងចាំលទ្ធផលថ្ងៃស្អែកជាមួយខ្ញុំទាំងអស់គ្នាឥឡូវនេះមកដល់ពេលដែលយើងត្រូវអត់មើលលទ្ធផលទាំងអស់គ្នាហើយបាទថាតើក្រោយពីបានដាក់បង្កាត់មកលទ្ធផលនឹងទៅជាយ៉ាងណាបងប្អូនប្រហែលជាឆ្ងល់ហើយបាទខាងដើមវីដេអូឃើញធុងពណ៌សឥឡូវឃើញធុងពណ៌ខៀវបាទច្បាស់ណាស់គឺថាគឺបានដូរគូហើយបងប្អូនដោយសារតែគូមុនហ្នឹងគឺអំបិលបាត់ទៅហើយបាទគៀបឃើញបានពងហើយបន្ទាប់មកក៏បាត់ពងបាទបាត់តែម្ដងឥឡូវនេះគឺខ្ញុំរៀបមួយឈុតថ្មីដើម្បីបន្តវីដេអូមួយនេះបាទឥឡូវនេះគឺ3ធុងបាទ3គូតែម្ដងចង់ដឹងថាលទ្ធផលនឹងទៅជាយ៉ាងណាដែរបាទនេះគឺបានដាក់បង្កាត់បាទបានធៀបបានអីដូចគ្នាអញ្ចឹងបាទ
មួយថ្ងៃបន្ទាប់ពីបង្កាត់បាទអញ្ចឹងតាមដានជាមួយខ្ញុំទាំងអស់គ្នាថាធុងទី1នេះលទ្ធផលនៅជាយ៉ាងណាដែរអូហើយបាទឃើញថាពពុះអែមស្រែមបងប្អូនអូយញាក់សាច់បងប្អូនញាក់សាច់បងប្អូនបាទអានេះដោយសារឈ្មោលយើងអត់ប្រមូលផ្ដុំបាទឃើញពងឡើងច្រើនតែម្ដងអែមស្រែមណាបងប្អូនអើយអែមស្រែមណាបាទអញ្ចឹងឥឡូវនេះខ្ញុំសូមចាប់មេចេញសិនណាបងប្អូនណាចាប់ឲ្យហើយតែម្ដងទៅបាទតោះយើងបើកធុងហើយកុំឲ្យបើកបិទច្រើនសារបាទអូខេនេះបងប្អូនអូច្រើនណាស់ធុងទី1គូទី1ជោគជ័យបាទឥឡូវនេះធុងទី2បងប្អូនទស្សនាជាមួយខ្ញុំយ៉ាមើលដូចមិនសូវច្បាស់បងប្អូនបាទធុងនេះក៏ខប់សេរីដែរបងប្អូនអើយសត្វតពងបាទអានេះវាប្រមូលពូនលើគ្នាទៅមិនឃើញអត់ទៅឃើញរៀងតប៉ាទេបងប្អូនមុនហ្នឹងវាបរិយាយឃើញធំច្រើននេះក៏មិនតិចដែរបងប្អូនខាប់តែម្ដងបងប្អូនហើយអេញាក់សាច់ហ្មងណាឥឡូវខ្ញុំចាប់មេចេញដូចគ្នាបាទចូលបើកហើយយើងចាប់ចេញឲ្យហើយតែម្ដងបងប្អូនកុំឲ្យបាក់ពីត្រឡប់បាទអូខេស្រោបវិញភ្លាមបាទកុំឲ្យវាបែកពពុះបាទឥឡូវចូលដល់ធុងទី3បងប្អូនតាទស្សនាយ៉ាឃើញពពុះដែរបាទនេះពពុះអត់ពងទេបងប្អូនបាទមើលទៅមេនៅប៉ោងពោះឡើយបាទនៅប៉ោងពោះឡើយទេបងប្អូនបាទអញ្ចឹងទុកវាមួយថ្ងៃទៀតទៅបាទអញ្ចឹងសរុបមកវិញគឺជោគជ័យបាន2ធុងបាទមួយធុងនេះអាចតតែថ្ងៃស្អែកទើបអាចគៀបវាអាចមានករណីយ៉ាងដែរបងប្អូនបាទរំលង2ថ្ងៃទៅ3ថ្ងៃហើយបើសិនជាវាលើសពី3ថ្ងៃគឺចាប់បំបែកចេញទៅព្រោះវាអត់ត្រូវគ្នាទេបាទហើយក្រោយពីយើងបង្កាត់បានពងហើយគឺដកមេចេញទុកឈ្មោលបាទទុកឈ្មោលហើយក្របធុងវិញបែបនេះបងប្អូនបាទក្របអញ្ចឹងទៅបាទអីបើមិនចាំបាច់ទេមិនបើកមើលបងប្អូនតើថាចង់តាមដានវាកន្លែងលោថាអូបានពងហើយថ្ងៃស្អែកស៊ីពងអស់ស៊ីមិនស៊ីអីចឹងណាបងប្អូនបើកមើលម្ដងអីចឹងទៅណាបងប្អូនណាប៉ុន្តែมันដាក់ចំណីទេបាទมันតម្រូវឲ្យដាក់ចំណីឲ្យឈ្មោលនោះទេបាទយើងទុកឲ្យវានៅថែពងរហូតដល់កូនញាស់ហ្នឹងគឺថ្ងៃទី3ទៅថ្ងៃទី4បាទតើកូនត្រីរបស់យើងហ្នឹងចាប់ដើមចេះហែលបាទហើយទើបយើងចាប់ដើមដាក់ចំណីឲ្យវាបាទចៃក្រហមដែលជាចំណីដ៏ល្អសម្រាប់កូនត្រីដែលទើបនឹងស៊ីចំណីដំបូងបាទហើយហ្នឹងក៏ជាចំណីសម្រាប់បាដែរបាទហើយទាំងអស់នេះខ្ញុំនឹងមកបង្ហាញបងប្អូននៅវីដេអូបន្ទាប់បាទខ្ញុំក៏នឹងព្យាយាមថតបាទត្រួសពីថ្ងៃពងនេះថ្ងៃទី1ថ្ងៃទី2ទី3រហូតដល់កូនញាស់ហើយយើងដាក់ចំណីរបៀបម៉េចហើយយើងត្រូវធ្វើបែបណាទៀតបន្ទាប់ពីកូននឹងចេះស៊ីចំណីចេះអីហើយប្រហែលថ្ងៃទើបត្រូវផ្ទេរទៅកន្លែងថ្មីអីចឹងខ្ញុំនឹងបង្ហាញបងប្អូននៅវីដេអូបន្ទាប់បាទអញ្ចឹងសម្រាប់វីដេអូទី1នេះគឺខ្ញុំបង្ហាញបងប្អូនបាទត្រឹមការបង្កាត់ឲ្យបានផលបាទដើម្បីទស្សនាលទ្ធផលការថែទាំផលបន្តទៀតអាហ្នឹងនៅវីដេអូក្រោយណាបងប្អូនណាអរគុណបងប្អូនអរគ្នាដែលចូលទស្សនាជួបគ្នាជាមួយខ្ញុំនៅវីដេអូទី2បាទអាចថា1សប្តាហ៍ទៅ2សប្តាហ៍បន្តទៀតបាទថតស្ដែងបាទអរគុណច្រើនជម្រាបលាជួបគ្នាជាមួយខ្ញុំនៅវីដេអូបន្តទៀតជូនពរសុខសប្បាយទាំងអស់គ្នា